ថៃបញ្ជាក់ម្ដងទៀតថានឹងដោះលែងទាហានកម្ពុជាដរាបណាប្រគល់ប្រាសាទតាក្របីឲ្យទៅថៃហើយលក្ខខណ្ឌ2ផ្សេងទៀតត្រូវបានបំពេញទីក្រុងបាងកកកងទ័ពថៃបានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយបញ្ជាក់ថាទាហានខ្មែរទាំង18រូបដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់អំឡុងចំនួនព្រំដែនកម្ពុជាថៃនាពេលថ្មីៗនេះនឹងត្រូវបានដោះលែងវិញទាល់តែអរិយភាពត្រូវបានបញ្ចប់ជាផ្លូវការហើយភាគីទាំងពីរដកអាវុធធុនធ្ងន់ចេញពីព្រំដែនទាំងអស់និងបញ្ចប់សហប្រតិបត្តិការបោះសម្អាតមីននៅតំបន់សំខាន់ៗតាមបណ្ដោយព្រំដែនតាមការស្នើរបស់ភាគីថៃលោកវិនថៃស៊ូរវីអ្នកនាំពាក្យយោធាថៃបានប្រកាសបន្ថែមថារឿងព្រំដែនកម្ពុជាថៃក៏នឹងមិនត្រូវបានបើកឡើងវិញឡើយដរាបណាប្រាសាទតាក្របីមិនទាន់ត្រូវបានប្រគល់ឲ្យទៅថៃវិញលោកបន្ថែមថាថៃមានការបដិញ្ញាចិត្តខាងយោធាខ្ពស់ក្នុងការទាមទារយកប្រាសាទនេះមកវិញព្រោះវាជារបស់ថៃនេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation ថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025បើតាមលោកឧត្តមសេនីយ៍ណាត់ផនបានបញ្ជាក់ថាគណៈរដ្ឋមន្ត្រីថៃមិនទាន់បានពិភាក្សាអំពីបញ្ហាប្រាសាទតាក្របីនៅឡើយទេក៏ប៉ុន្តែលោកថាប្រាសាទនេះនៅតែជាផ្នែកមួយនៃប្រទេសថៃលោកបានបញ្យល់បន្ថែមទៀតថាការពិភាក្សាអំពីការដោះលែងទាហានកម្ពុជាទាំង18នាក់នៅតែដំណើរការនិងគ្មានប្រធានបទផ្សេងទៀតទេត្រូវបានជជែករួមទាំងការបើកច្រកព្រំដែននិងត្រូវបានដោះស្រាយរហូតដល់បញ្ហាប្រាសាទតាក្របីត្រូវបានដោះស្រាយយោងតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃពុធទី5ខែវិច្ឆិកានេះលោក Vacharanan អ្នកនាំពាក្យរងរបស់កងទ័ពថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាដំណើរការនៃការដោះលែងនឹងអនុវត្តទៅតាមពិធីសារដ៏តឹងរ៉ឹងហើយអាចនឹងកើតឡើងបានលុះត្រាតែលក្ខខណ្ឌចំនួន2ផ្សេងទៀតត្រូវបានបំពេញយ៉ាងពេញលេញពោលគឺការដកអាវុធធុនធ្ងន់ទាំងស្រុងរួមទាំងកាំភ្លើងធំរថក្រោះនិងប្រព័ន្ធបាញ់រ៉ុកែតព្រមទាំងការបោះសម្អាតមីននៅតាមតំបន់ព្រំដែនត្រង់ចំណុចសំខាន់ៗដែលភាគីថៃបានស្នើសុំកន្លងមកប្រទេសថៃបានអះអាងថាការឃុំខ្លួនរបស់ទាហានកម្ពុជាដែលខ្លួនហៅថាជាអ្នកទោសសង្គ្រាមគឺបានអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវទី3ដែលបានចែងថាអ្នកទោសសង្គ្រាមត្រូវតែដោះលែងនិងធ្វើមាតុភូមិនិវត្តន៍ដោយគ្មានការពន្យាពេលបន្ទាប់ពីការបញ្ចប់នៃអរិយភាពសកម្មយោធាថៃបានអះអាងថាចំនួនមិនទាន់បានបញ្ចប់នៅឡើយទេបើទោះបីជាមានកិច្ចព្រមព្រៀងបិទឈប់បាញ់និងការប្រកាសរួមកាលពីពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំក៏ដោយកម្ពុជាបានជំរុញឲ្យមានការដោះលែងទាហានរបស់ខ្លួនជាបន្ទាន់ដោយលើកហេតុផលថាការបន្តឃុំខ្លួនគឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសចាប់តាំងពីបទឈប់បាញ់ត្រូវបានបង្កើតឡើងទាហានកម្ពុជា2រូបប៉ុណ្ណោះដែលត្រូវបានភាគីថៃដោះលែងកាលពីថ្ងៃទី1ខែសីហាក្នុងចំណោមទាហាន20រូបដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី29ខែកក្កដាក្រោមបទឈប់បាញ់ចូលជាធរមានតៃវ៉ាន់បង្អួតរថក្រោះ M1 Abrams ផ្ដល់ដោយសហរដ្ឋអាមេរិកខណៈចិនដាក់សម្ពាធយោធាតៃវ៉ាន់កាលពីថ្ងៃទី2ខែវិច្ឆិកាបានដាក់ឲ្យប្រើប្រាស់នៅរថក្រោះចម្បាំងសំខាន់ៗ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជំរុញសមត្ថភាពការពារជាតិរបស់ខ្លួនចំពេលមានសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិននេះបញ្យងតាមការចុះផ្សាយដោយសារព័ត៌មាន NHKពិធីប្រគល់រថក្រោះ M1 A2T Abrams ចំនួន28គ្រឿងបានធ្វើឡើងនាថ្ងៃសុក្រទី31ខែតុលាស្របពេលដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តលក់រថក្រោះទាំងនេះទៅឲ្យតៃវ៉ាន់ក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំលោកឡៃឈឹងតេប្រធានាធិបតីតៃវ៉ាន់បានថ្លែងនៅក្នុងពិធីនោះថាតៃវ៉ាន់កំពុងពង្រឹងការការពារជាតិរបស់ខ្លួនដើម្បីការពារខ្លួននិងរក្សាសន្តិភាពព្រមទាំងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ក៏ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការបញ្ចូលទឹកដីការឈ្លានពាននិងការបង្រួបបង្រួមដោយបង្ខំក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថារថក្រោះនេះត្រូវបានបំពាក់ដោយកាំភ្លើងទំហំ120មីលីម៉ែត្រដែលផ្ដល់នូវកម្លាំងបាញ់ដ៏ខ្លាំងក្លានិងមានចលនាខ្ពស់ជាមួយនឹងល្បឿនអតិបរមា67គីឡូម៉ែត្រក្នុង1ម៉ោងយ៉ាងណាមិញរថក្រោះ M1 Abrams សរុប108គ្រឿងគ្រោងនឹងដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅកាន់តៃវ៉ាន់នៅក្នុងឆ្នាំ2026នេះជាក់ស្ដែងតៃវ៉ាន់មានបំណងជំរុញសមត្ថភាពការពារជាតិរបស់ខ្លួនបន្ថែមទៀតដោយធ្វើទំនើបកម្មឧបករណ៍របស់ខ្លួនតាមរយៈការណែនាំរថក្រោះចម្បាំងសំខាន់ៗរបស់យោធាសហរដ្ឋអាមេរិកប្រធានាធិបតីឡៃឈឹងតេបាននិយាយកាលពីថ្ងៃសុក្រទី31ខែតុលានោះថាកោះតៃវ៉ាន់បដិសេធយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រទេសមួយប្រព័ន្ធពីររបស់ប្រទេសចិនដែលនឹងការពារអធិបតេយ្យភាពសេរីភាពនិងលទ្ធិប្រជាធិបតេយ្យចំពេលមានសម្ពាធជាថ្មីពីទីក្រុងប៉េកាំងដើម្បីនាំយកកោះដែលគ្រប់គ្រងដោយខ្លួននេះមកក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងវិញថ្លែងទៅកាន់ទាហាននៅក្នុងឯមូលដ្ឋានយោធានៅភាគខាងជើងកោះតៃវ៉ាន់
លោកឡៃបានលើកឡើងថាមានតែកម្លាំងប៉ុណ្ណោះដែលអាចធានាបាននូវសន្តិភាពយូរអង្វែងនិងបានប្រមានប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ពីសំណាក់ចិនលោកបានមានប្រសាសន៍ថាការទទួលយកការទាមទាររបស់អ្នកឈ្លានពាននិងការបោះបង់អធិបតេយ្យភាពពិតជាមិនអាចសម្រេចបាននូវសន្តិភាពឡើយយើងត្រូវតែរក្សាស្ថានភាពដដែលដោយសេចក្តីថ្លៃថ្នូរនិងការដោះស្រាយប្រឆាំងដាច់ខាតការកាត់បញ្ចូលជាឧបសម្ព័ន្ធការឈ្លានពាននិងការជំរុញឲ្យមានការបង្រួបបង្រួមទាំងបង្ខំលោកឡៃឈិងតេដែលទីក្រុងប៉េកាំងចាត់ទុកថាជាអ្នកបំបែកខ្លួនបានបន្ថែមថាតៃវ៉ាន់នឹងរក្សាប្រព័ន្ធរដ្ឋធម្មនុញ្ញសេរីនិងប្រជាធិបតេយ្យរបស់យើងជារៀងរហូតនិងបដិសេធគោលការណ៍ប្រទេសមួយប្រព័ន្ធពីររបស់ចិនដោយសម្ដៅលើគំរូដែលចិនប្រើដើម្បីគ្រប់គ្រងហុងកុងនិងម៉ាកាវការកត់សម្គាល់របស់មេដឹកនាំតៃវ៉ាន់បានកើតឡើងបន្ទាប់ពីប្រទេសចិនបានព្រមានកាលពីដើមសប្តាហ៍នោះថាខ្លួននឹងមិនបដិសេធប្រើប្រាស់កម្លាំងប្រឆាំងនឹងតៃវ៉ាន់នោះទេដោយធ្វើឲ្យមានភាពតានតឹងរឹតតែខ្លាំងឡើងលោកឡៃឈិងតេបាននិយាយថាគ្មានគណៈបកនយោបាយធំណាមួយនៅតៃវ៉ាន់គាំទ្រគំនិតប្រទេសមួយប្រព័ន្ធពីររបស់ប្រទេសចិននោះឡើយដោយបន្ថែមថាការការពារលទ្ធិប្រជាធិបតេយ្យមិនគួរត្រូវបានមើលឃើញថាវាជាការបង្កហេតុនោះទេប្រជាជនតៃវ៉ាន់ដែលការពារអធិបតេយ្យភាពរបស់ខ្លួននិងរក្សារបៀបរស់នៅបែបប្រជាធិបតេយ្យនិងសេរីរបស់ពួកគេមិនគួរត្រូវបានចាត់ទុកថាជាការញុះញង់នោះទេការវិនិយោគលើការការពារជាតិគឺជាការវិនិយោគក្នុងសន្តិភាពលោកឡៃឈិនតេបានបដិញ្ញាថានឹងបង្កើនការចំណាយលើវិស័យការការពារជាតិរបស់ខ្លួនដល់ទៅ 5% នៃផលិតកម្មក្នុងស្រុកសរុបនៅឆ្នាំ2030ដើម្បីពង្រឹងសមត្ថភាពយោធារបស់កោះទប់ទល់នឹងសម្ពាធកើនឡើងរបស់ចិន